សូមជម្រាបសួរអ្នកទាំងអស់គ្នាខ្ញុំកន្ធាមកពីហាណាកម្ពុជាថ្ងៃនេះខ្ញុំនឹងណែនាំដល់អ្នកទាំងអស់គ្នាពីវិធីក្រិតនិងវាស់គំរូដោយប្រើឧបករណ៍វាស់ Oxygen Relay ឬហៅកាត់ថា DO របស់ Hana ជាមួយនឹងកូដ HI 9146.04 ឧបករណ៍វាស់ HI 9146មានមាត្រដ្ឋានវាស់ពី0ទៅ45 ppm និងទស្សនភាពពី0ទៅ300%HI 9146ត្រូវបានផ្គត់ផ្គង់រួមមានឧបករណ៍វាស់ Electrode HI 76407/4A ជាមួយខ្សែប្រវែង4ម៉ែត្រទូរស័ព្ទបំពេញមានប្រេនកម្រិតមានប្រេនចំនួន2និង O-ring វិញ្ញាបនបត្រគុណភាពនៃឧបករណ៍វាស់និង Electrode ក្រដាសណែនាំអ្នកប្រើប្រាស់ទាំងអស់ត្រូវបានដាក់ក្នុងវ៉ាលីចរដោះរឹងមាំបង្វើដើម្បីបើកកម្រិតថ្មដាក់ថ្ម 3A 1/5 វ៉ុលចំនួន3ចូលទៅក្នុងប្រអប់ដាក់ថ្មចំណាំដាក់ឲ្យត្រូវទិសបង្វើកម្រិតថ្មបិទវិញគួរតែបដូរមែនប្រេតឲ្យបានទៀងថតរៀងរ៉ាប់ 2K ម្ដងនិងបំពេញអេឡិចត្រូលិកថ្មីយ៉ាងហោចណាស់ម្ដងក្នុងមួយខែដល់បំពង់ការពារអេឡិចត្រូចេញដល់កម្រិតក្រហមខ្មៅចេញត្រូវចំណាំសម្រាប់អេឡិចត្រូថ្មីត្រាំចុងអេឡិចត្រូក្នុង solution electrolyte HI 7041H រយៈពេល5នាទីយកដល់ solution HI 7041H លាងសម្អាតកម្រិតមែនប្រេតដាក់ O-ring ចូលទៅក្នុងកម្រិតមែនប្រេតចាក់ solution electrolyte ឲ្យពេញកម្រិតមែនប្រេតប្រើស្រោមដៃកោសថ្នមនៃផ្នែកម្ខាងនៃកម្រិតមែនប្រេតកុំកោសផ្ទាយទៅលើមែនប្រេតបង្វើកម្រិតមែនប្រេតចូលទៅក្នុង electrode ធ្វើយ៉ាងម៉េចឲ្យ solution ហៀចេញមកខាងក្រៅដើម្បីធានាថាมันមានពពុះខ្យល់នៅខាងក្នុងលើ electrode ចូលទៅក្នុងឧបករណ៍វាស់ចុចប៊ូតុង on off ដើម្បីបើកឧបករណ៍អេក្រង់បង្ហាញកនរងចាំឲ្យរូបតំណែងនាឡិកាខ្សែបាតក៏បង្ហាញអេក្រង់វាស់ឧបករណ៍រួចរាល់សម្រាប់ការក្រិតនិងណែនាំដល់អ្នកទាំងអស់គ្នាអំពីវិធីក្រិត100%នៅខាងក្រៅបរិយាកាសដំបូងអ្នកត្រូវដំឡើងជាប្រៃនៃគំរូនិងកម្ពស់ដែលសមស្របចុចប៊ូតុង setup អេក្រង់បង្ហាញsound ចុចប៊ូតុង can ដើម្បីដំឡើងជាប្រៃចុចប៊ូតុងព្រួយដើម្បីបញ្ចូលតម្លៃជាប្រៃនៃគំរូប៊ូតុង CFM ដើម្បីរក្សាទុកចំណាំប្រសិនបើក្រិត100%នៅខាងក្រៅបរិយាកាសត្រូវប្រកាសថាជាប្រៃត្រូវបានដំឡើងបន្ទាប់មកការដំឡើងវោចុច setup ដើម្បីចេញចុច setup ដងទៀតដើម្បីចូលទៅក្នុងរបៀបដំឡើងចុចប៊ូតុងព្រួយឡើងលើអេក្រង់បង្ហាញ ILT ចុចប៊ូតុង Font ដើម្បីដំឡើងកម្ពស់ចុចប៊ូតុងព្រួយដើម្បីបញ្ចូលតម្លៃនៃកម្ពស់ចុចប៊ូតុង CFM ដើម្បីរក្សាទុកក្រិតឧបករណ៍វាស់នៅ 100% នៅខាងក្រៅបរិយាកាសមុនពេលវាស់ពីអេក្រង់វាស់ចុចប៊ូតុង can ដើម្បីចូលទៅក្នុងរបៀបក្រិតអេក្រង់បង្ហាញ 100% គឺកំពុងក្រិត 100% នៅខាងក្រៅបរិយាកាសរងចាំឲ្យរូបតំណែងនាឡិកាខ្សែបាត់អក្សរ CFM លំផ្លែប៊ូតុង CFM ដើម្បីទទួលយកចំណុចក្រិតឧបករណ៍និងត្រឡប់ទៅអេក្រង់វាស់ដោយរដ្ឋបတ်នៅលោក electrode ជួយគេមានគំរូដើម្បីឧបករណ៍ចាប់សញ្ញាសន្តិភាពនៅក្នុងស្រយងក្នុងចាំរហូតដល់នាឡិកាខ្សែបាត់លទ្ធផលវាស់បាននឹងណហើយតម្លៃ DO របស់គំរូដែលបានវាស់គឺ 4.23 ppm ចុចប៊ូតុង Range ដើម្បីបដូរលើកហើយទៅជាឯកតាភាគរយខ្ញុំនឹងណែនាំអំពីវិធីថែរក្សា electrode គ្រប់ពេលវាស់ប្រសិនបើវាស់ជាញឹកញាប់គ្រាន់តែដាក់ឧបករណ៍វាស់ electrode និងសម្ភារៈចូលទៅក្នុងវ៉ាលីវិញប្រសិនបើមិនប្រើលើសមួយសប្តាហ៍នឹងដោះកម្រិតមិនប្រេះ solution electric ចោលដើម្បីកុំឲ្យ electrode រេះលាង electrode និងកម្រិតមិនប្រេះជាមួយទឹកជំរោះបន្ទាប់មកជូតឲ្យស្ងួតអាចប្រើកម្រិតមិនប្រេះឡើងវិញប្រសិនបើកម្រិតមិនប្រេះនៅថ្មីមិនស្ទះឬរហែកបិទកម្រិតក្រហមខ្មៅនិងបំពង់ការពារ electrode ដូចដើម